ទេចឹងអានេះអត់ពីកញ្ចប់ហើយជីក៏អត់6B បាទអស់ 6B វាបានផលវាពី9ទៅ10តោនទៅ10តោនបាទវាសុំបងបាទជឿទួបាទឈ្មោះអីដែរខ្ញុំឈ្មោះហានហើនហៅព្រិចប្រាសាទទៅជួបគ្នាលើកទី2ណាបាទលើកទី2ថ្ងៃនេះថ្ងៃនេះគេហៅភូមិឃុំអីដែរបងគេហៅភូមិប្រាសាទឃុំតាស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងអូខេត្តកំពង់ឆ្នាំងបងណាបាទបាទហើយលើថាបងបានប្រើជាមួយនេះមេជីម្សៅបាទជួបមិននេះមុននឹងបងប្រើមេជីនេះកាលពីមុនមកបងប្រើទៅលើជីគ្រាប់ក្នុងមហាត់បងចំណាយអស់ប៉ុន្មានកាលពីខ្ញុំអត់ទាន់បានប្រើជីនេះខ្ញុំប្រើជីគ្រាប់ក្នុងមហាត់ខ្ញុំប្រើអស់ 8B 8B ណាបាទ 8B បានផលមកបានតែ4តោនទេ4តោនទេបាទដល់ពេលបងឯងណែនាំខ្ញុំមកបាន4តោនកាលនោះហើយស្រូវប្រើជី 8B ហ្នឹងស្រូវយ៉ាងម៉េចដែរមើលទៅវាលូតលាស់ស្រូវវាអត់លូតលាស់វាអត់សូវល្អនឹងដីយើងវាអត់វាដាក់ជីអស់ជី 8B ហើយនៅតែវាអត់អាចនឹងបានផលច្រើនទៀតបាទដល់ពេលបងណែនាំឲ្យខ្ញុំមកប្រើនេះខ្ញុំប្រើអស់តែ 6B ទេវាបានផលច្រើនហើយប្រើនេះអស់ប៉ុន្មានកញ្ចប់ប្រើនេះអស់តែ2កញ្ចប់ទេចឹងអានេះអស់2កញ្ចប់ហើយជីក៏អស់ 6B បាទអស់ 6B វាបានផលវាពី9ទៅ10តោនទៅ10តោនបាទ10តោនការជាក់ស្ដែងនៅក្នុងវីដេអូខ្ញុំអត់អត់ភួយទេខ្ញុំអ្នកធ្វើស្រែផ្ទាល់ដៃខ្ញុំអត់ងាយជឿគេប្រេះប្រដាស់ទេតាំងពី4តោនលោតរហូតដល់9បាទពី9ទៅ10អូយសាហាវមិននឹកស្មានទេបងនេះខ្ញុំមិននឹកស្មានថាស្រូវខ្ញុំបានប៉ុណ្ណឹងហ្មងអូទៅហើយមែនទេអញ្ចឹងពេលដែលបងលាយជីនេះហើយបងលាយប្រហែលដងបាច់ជីលាយតែម្ដងទេបងខ្ញុំលាយតែម្ដងទេខ្ញុំយកពីកញ្ចប់ហ្នឹងមកខ្ញុំលាយតែម្សាហ្នឹងខ្ញុំបាច់តែម្សាហ្នឹងគឺចប់បាច់តែម្សាហ្នឹងបាទបាច់តែម្សាទេបន្ទាប់ពីបាច់ហើយបានរយៈពេលប្រហែលថ្ងៃដែលឃើញថាស្រូវវាចាប់បានផ្លែកឡើងណាប្រហែលជា5ទៅ6ថ្ងៃហ្នឹងគឺចេញផ្លែកស្រូវបាទហើយទៅលើពណ៌សម្បុរនៃស្រូវវិញមិនដែរវាខៀវឬក៏យ៉ាងម៉េចដែរស្រូវវាអត់ខៀវដូចគេខៀវស្លឹកដាបទេវាខៀវរបៀបខៀវល្អតាមធម្មជាតិវាទៅលឹកឈូវាអត់មានលឹកដាបដូចជីគេទេបើជីគេវាលឹកដាបអានោះឈប់ខៀវលឹកត្រង់ឈប់ត្រង់បាទឈប់ត្រង់វាអត់សូវប៉ះជំងឺវាហ្នឹងអត់ថានៅពេលជំងឺរឿងអីអត់ទេដោយសារបានប្រើនេះទៅវាអាចកាត់បន្ថយច្រើនហ្នឹងហើយតំបន់ហ្នឹងឮថាជួបបញ្ហាកដុលដែរបាទកដុលខ្លាំងហ្មងកដុលបាញ់ Q-rate នេះបាទខ្ញុំយក Q-rate លើទប់វិញមិនដែរឃើញថាគ្រាន់បើគាត់បើបាទបាញ់ទៅឃើញថាវាអត់សូវឃើញមានមកដល់ទៅយើងទៅបានឃើញមកទៀតបាញ់ភាសាទៀតទៅគ្រូបាត់បាទអញ្ចឹងសរុបរួមមកវិញមានន័យថាបន្ទាប់ពីបងបានប្រើជីនេះហើយគឺទិន្នផលវិញគឺទទួលយកទេប៉ុណ្ណឹងទទួលយកបានបងបើសិនតែមានអាហ្នឹងមកទៀតគឺខ្ញុំតាមយកជីមេជីនឹងយកមកប្រើប្រាស់ឲ្យគិតតម្រូវការហ្នឹង